គេប្រាប់ថាអូនចិត្តរៀបការនឹងកូនអ្នកមានគេជាមនុស្សល្អឬព្រានអូនមានស្រឡាញ់គេទេអូនព្រមឬគេបង្ខំមាសមេប្រាប់ការពិតបានទេព្រោះពេលនេះបងឈឺទៅរៀនភ្នំពេញដួងចិត្តទុនទិញសាងអនាគតកូនដែលបងនឹកបំផុតសែនរន្ធត់ពេលដែលបានលឺនៅមិនសុខត្រឡប់មកស្រុកឲ្យអូនបំភ្លឺរឿងអូនរៀបការជាការពិតឬព្រោះបងចង់ឮចេញពីមាត់អូនរៀបការថ្ងៃណាអតីតសង្សារចង់ចូលចង់ដៃគុំដាច់អាឡ័យទួគ្មាននិស័យឡាយជាប្តីអូនអនុស្សាវរីយ៍ពួកយើងទាំងពីរនឹងរករីសូនតែចង់ជូនពរស្ងួនព្រោះយើងធ្លាប់ស្រឡាញ់គ្នាអ្នកក្រចិត្តស្មោះមិនស្ដាយក្រោយសោះដែលស្រឡាញ់អូនតែស្ដាយមិនបានថែទួនមិនបានស្ងួនជាគូនឹងគ្នាតែបើថ្ងៃក្រោយគេធ្វើបាបអូនឲ្យវេទនានឹកបងផងពុំមានព្រោះទ្រូងកំព្រាននៅតែចាំអូនរៀបការថ្ងៃណាអតីតសង្សារចង់ចូលចង់ដៃគុំដាច់អាឡ័យទួគ្មាននិស័យឡាយជាប្តីអូនអនុស្សាវរីយ៍ពួកយើងទាំងពីរនឹងរករីសូនតែចង់ជូនពរស្ងួនព្រោះយើងធ្លាប់ស្រឡាញ់គ្នាអ្នកក្រចិត្តស្មោះមិនស្ដាយក្រោយសោះដែលស្រឡាញ់អូនតែស្ដាយមិនបានថែទួនមិនបានស្ងួនជាគូនឹងគ្នាតែបើថ្ងៃក្រោយគេធ្វើបាបអូនឲ្យវេទនានឹកបងផងពុំមានព្រោះទ្រូងកំព្រាននៅតែចាំអូន